ជំរាបសួរបងប្អូនជ្រុំជាតិទីគោរពថ្ងៃនេះគឺជាថ្ងៃសៅរ៍200ខែស្រាបឆ្នាំវកអត្តស័កពុទ្ធសករាជ2560ត្រូវនៅថ្ងៃទី20ខែសីហាគ្រិស្តសករាជ2016នៅពេលនេះនាងខ្ញុំយូច័ន្ទធានីសូមអញ្ជើញបងប្អូនជ្រុំជាតិតាមដានទស្សនាព័ត៌មានសង្ខេបដែលមានជាបន្តបន្ទាប់ដូចតទៅលោកយឹមសវណ្ណបញ្ជាក់ថាការអញ្ជើញទៅចុះឈ្មោះបោះឆ្នោតគឺជាកាតព្វកិច្ចស្នេហាជាតិលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រមនសិការខ្មែរបានលើកឡើងឲ្យដឹងថានៅក្នុងឱកាសចុះជួបប្រជុំការងារគណៈបក្សសង្គ្រោះជាតិនៅខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញថ្ងៃទី19ខែសីហាឆ្នាំ2016ម្សិលមិញនេះលោកយឹមសវណ្ណតំណាងរាជគណៈបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញនិងជាមន្ត្រីអ្នកនាំពាក្យគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ថាការដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបអញ្ជើញទៅចុះឈ្មោះបោះឆ្នោតគឺជាកាតព្វកិច្ចស្នេហាជាតិដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតែបំពេញកាតព្វកិច្ចនេះដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរជីវិតជំនាញនៅក្នុងប្រទេសកម្ពុជាគេហទំព័រមនសិការខ្មែរដដែលនេះបានលើកឡើងឲ្យដឹងបន្ថែមទៀតតាមរយៈលោកយឹមសវណ្ណនៅក្នុងនាមតំណាងរាជគណៈបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញបានថ្លែងទៅកាន់មន្ត្រីគណៈបក្សសង្គ្រោះជាតិនៅខណ្ឌព្រែកភ្នៅថាភារកិច្ចរបស់យើង3ខែខាងមុខគឺជួយប្រជាពលរដ្ឋដែលមានអាយុចាប់ពី18ឆ្នាំឡើងទៅចូលឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាលោកយឹមសវណ្ណបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរគ្រប់រូបក៏បីចំណាយពេលបន្តិចបន្តួចដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអាចចូលរួមបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់និងមេដឹកនាំប្រទេសតាមឆន្ទៈរបស់យើងម្នាក់ៗក្នុងពេលដែលប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងយល់ពីតម្លៃនៃការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតនោះលោកយឹមសវណ្ណបានសង្កត់ធ្ងន់ថាសញ្ញាឆ្នោតមួយសញ្ញារបស់យើងអាចការពារមាតុភូមិយើងពីការគំរាមកំហែងពីខាងក្រៅការពាររបបប្រជាធិបតេយ្យសេរីពិតប្រាកដការពារយុត្តិធម៌សង្គមទប់ស្កាត់អំពើពុករលួយបែងចែកផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយសមធម៌លោកយឹមសវណ្ណបានបន្ថែមថាយើងបង្ហាញនៅទឹកចិត្តស្នេហាជាតិតាមការអញ្ជើញទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី1ខែកញ្ញាដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2016និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី4ខែមិថុនាឆ្នាំ2017ខាងមុខនេះគួរបញ្ជាក់ថាគណៈបក្សសង្គ្រោះជាតិកំពុងតែធ្វើយុទ្ធនាការជំរុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលគ្រប់អាយុបោះឆ្នោតក៏បីទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទៅចុះឈ្មោះបោះឆ្នោតដើម្បីត្រៀមលក្ខណៈសម្បត្តិផ្លូវច្បាប់គ្រប់គ្រាន់ចូលរួមនៅក្នុងដំណើរការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ2018គណៈបក្សសង្គ្រោះជាតិក៏រំពឹងទុកដែរថាស្ថានភាពនយោបាយនឹងវិលទៅរកភាពប្រក្រតីនៅមុនដំណើរការបោះឆ្នោតនាពេលខាងមុខនេះគណៈបក្សសង្គ្រោះជាតិស្នើឲ្យរដ្ឋាភិបាលបង្ហាញទូលលេខអ្នកទទួលបានសញ្ជាតិខ្មែរលោកអ្នកនាងជាទីមេត្រីបើយោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE បានចុះផ្សាយឲ្យដឹងតាមរយៈគណៈបក្សសង្គ្រោះជាតិនៅថ្ងៃទី19ខែសីហាម្សិលមិញនេះបានប្រកាសឲ្យដឹងថាគណៈបកនឹងស្នើទៅក្រសួងយុតិធម៌និងក្រសួងមហាផ្ទៃឲ្យផ្ដល់បញ្ជីឈ្មោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែរនិងស្នើឲ្យចាត់វិធានការឲ្យម៉ឺងម៉ាត់ចំពោះការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរការស្នើនេះគឺខណៈដែលចំនួនជនអន្តោប្រវេសន៍បានកើនឡើងយ៉ាងខ្លាំងទន្ទឹមទៅនឹងភាពធូររលុងនៃការអនុវត្តច្បាប់របស់កម្ពុជាយ៉ាងណាក៏ដោយរដ្ឋាភិបាលស្វាគមន៍ចំពោះសំណើរបស់បកប្រឆាំងតែចាប់ពីឆ្នាំ1993ដល់ឆ្នាំ2016ជនអន្តោប្រវេសន៍ដែលមានសញ្ជាតិខ្មែរស្របច្បាប់មានប៉ុន្មាននាក់នេះគឺជាសំណើរបស់គណៈបក្សសង្គ្រោះជាតិទៅកាន់រដ្ឋាភិបាលកម្ពុជាជាសំណើដែលគណៈបកប្រឆាំងផ្ញើជូនទៅកាន់រដ្ឋាភិបាលនៅសប្តាហ៍ក្រោយនេះសំណើនេះគឺធ្វើឡើងទន្ទឹមទៅនឹងអាជ្ញាធរប្រកាសថាជនអន្តោប្រវេសន៍វៀតណាមបានកើនឡើងទ្វេដងក្នុងរយៈពេលជាង10ឆ្នាំមកនេះគេហទំព័រវិទ្យុបារាំងអន្តរជាតិ AFE ដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតថាក្រៅពីស្នើសុំបញ្ជីជនអន្តោប្រវេសន៍គណៈបកប្រឆាំងក៏បានប្រកាសសហការជាមួយនឹងក្រសួងមហាផ្ទៃដើម្បីផ្ដល់ឈ្មោះជនអន្តោប្រវេសន៍ទាំងឡាយណាដែលទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ផងដែរបន្ថែមពីនេះគណៈបកក៏នឹងក្រុងនឹងរៀបចំមេធាវីដើម្បីដាក់ពាក្យប្តឹងជនបរទេសដែលប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយខុសច្បាប់ថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះ
គណៈបកប្រឆាំងដែលមានបណ្ដាញទូទាំងប្រទេសគ្រោងនឹងដាក់ពង្រាយអ្នកសង្កេតការប្រមាណជាង 3000 នាក់ដើម្បីឃ្លាំមើលដំណើរការចុះឈ្មោះបោះឆ្នោតនិងជនអន្តោប្រវេសន៍ដែលប្រើអត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់ទៅចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសផងដែរក្នុងសំណុំរឿងជនអន្តោប្រវេសន៍ដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរខុសច្បាប់នេះក្រសួងមហាផ្ទៃក៏គ្រោងបង្កើតគណៈកម្មការចម្រុះមួយឲ្យបានឆាប់រហ័សដើម្បីមោគភាពលើឯកសាររបស់ជនបរទេសទាំងឡាយដែលពួកគេយកអត្តសញ្ញាណប័ណ្ណទាំងនោះទៅចុះឈ្មោះបោះឆ្នោតបញ្ហាជនអន្តោប្រវេសន៍នេះគឺជារឿងរសើបមួយក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្នខណៈដែលការបោះឆ្នោតខិតជិតចូលមកដល់ក្រសួងមហាផ្ទៃបានបង្ហាញទិន្នន័យថានៅឆ្នាំ2016នេះមានជនអន្តោប្រវេសន៍ជាង 16,000 នាក់ហើយជនជាតិវៀតណាមមានប្រមាណ 16,000 នាក់បន្ថែមពីនេះក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ដែរថាក្នុងរយៈពេល2ឆ្នាំកន្លះពីឆ្នាំ2014ដល់ពាក់កណ្ដាលឆ្នាំ2016នេះអាជ្ញាធរបានបណ្ដេញជនបរទេសដែលរស់នៅខុសច្បាប់នៅកម្ពុជាប្រមាណជាង 10,000 នាក់ហើយក្នុងនោះវៀតណាមខុសច្បាប់មានជាង 9,000 នាក់អង្គការសង្គមស៊ីវិល60អំពាវនាវឲ្យដោះលែងសកម្មជនបង្កក់លោកអ្នកនាងជាទីមេត្រីព័ត៌មានពីគេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានចុះផ្សាយឲ្យដឹងថាអង្គការសង្គមស៊ីវិលចំនួន60បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះលែងសកម្មជនបង្កក់សង្គមស៊ីវិលទាំងនេះបានហៅការឃុំខ្លួនអ្នកបង្កក់ថាគឺជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិចំណែកមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលប្រមានពីការចាប់ខ្លួនបន្ថែមអ្នកធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន60នេះធ្វើឡើងនៅថ្ងៃទី18ខែសីហាគឺមួយថ្ងៃបន្ទាប់ពីតុលាការរាជធានីភ្នំពេញបញ្ជាឲ្យនាំខ្លួនលោកស្រីទេពវណ្ណីនិងអ្នកស្រីបើសោភាទៅឃុំខ្លួននៅពន្ធនាគារព្រៃសរដែលជាប់ចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាតតាមបញ្ញត្តិមាត្រា495នៃក្រមព្រហ្មទណ្ឌដោយរងចាំសវនកម្មជំនុំជម្រះនៅថ្ងៃទី22ខែសីហាខាងមុខនេះគេហទំព័រមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈអ្នកស្រីណាលីពីឡុកនាយករងផ្នែកតស៊ូមតិនៃអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថារដ្ឋាភិបាលគ្មានឆន្ទៈលើកស្ទួយការបញ្ចេញមតិដោយអហិង្សាសង្គមប្រជាធិបតេយ្យនោះទេអ្នកស្រីណាលីពីឡុកមានប្រសាសន៍ថាសំណុំរឿងនេះបង្ហាញសារជាថ្មីថារដ្ឋាភិបាលមិនមានចេតនានៅក្នុងការលើកស្ទួយការបញ្ចេញមតិដោយអហិង្សានៅក្នុងសង្គមប្រជាធិបតេយ្យទេការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនេះគឺជាការបង្ក្រាបជាបន្តបន្ទាប់ទៅលើប្រជាពលរដ្ឋកម្ពុជាដែលទទួលការគំរាមកំហែងហើយប៉ុន្តែនៅតែមិនទាន់ព្រមបញ្ឈប់សកម្មភាពធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះសេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថាការចោទប្រកាន់លើស្ត្រីសហគមន៍បង្កក់ទាំងពីររូបនេះមិនបានធ្វើតាមនីតិវិធីនៅក្នុងការស៊ើបអង្កេតតាមផ្លូវតុលាការឲ្យបានគ្រប់គ្រាន់នោះទេសេចក្តីថ្លែងការណ៍បន្ថែមថាតុលាការដែលបង្គាប់ឲ្យមានការជំនុំជម្រះភ្លាមៗគឺជាការរំលោភទៅនឹងសិទ្ធិនៅក្នុងការជំនុំជម្រះដោយស្មើភាពគ្នាយោងតាមច្បាប់ជាតិនិងអន្តរជាតិដែលរារាំងក្រមមេធាវីការពារមិនឲ្យមានពេលគ្រប់គ្រាន់នៅក្នុងការការពារកូនក្តីលោកអៀងវុធីនាយកអង្គការសមត្ថៈកម្ពុជាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នេះថាបទបញ្ញត្តិនៃការឃុំខ្លួននេះគឺមិនមានភាពចាំបាច់និងមិនទាន់បានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ឲ្យបានត្រឹមត្រូវគឺជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការចូលរួមផ្នែកនយោបាយលោកអៀងវុធីមានប្រសាសន៍ថាវាជារឿងចម្លែកមួយដែលអ្នកការពារសិទ្ធិមនុស្សអាចត្រូវបានចាប់ខ្លួនព្រោះតែការតវ៉ាជំទាស់ទៅនឹងការចាប់ខ្លួនមិនត្រឹមត្រូវនៃអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន60នេះបញ្ជាក់ថាគិតចាប់ពីខែឧសភាមកកងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកតវ៉ាក្នុងយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅយ៉ាងតិច36លើកនៅក្នុងចំណោមមនុស្សប្រហែល20នាក់យល់រំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរតាមតំបន់ព្រំដែនក្នុងស្រុកអូយ៉ាដាវខេត្តរតនគិរីយ៉ាងកក្លឿនលោកអ្នកនាងជាទីមេត្រីងាកមកឯព័ត៌មានពីគេហទំព័រមនសិការខ្មែរតកតងទៅនឹងការរំលោភបំពានដដែលលើបូរណភាពដែនដីរបស់កម្ពុជាពីសំណាក់ប្រទេសយួនត្រូវបានចុះផ្សាយឲ្យដឹងថាសេចក្តីរាយការណ៍ពីសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរតាមតំបន់ព្រំដែនក្នុងស្រុកអូយ៉ាដាវបានឲ្យដឹងថាមួយរយៈពេលចុងក្រោយនេះភាគីយួនបំពេញសាងសង់សំណង់ផ្សេងក៏ដូចជាការជីកស្រះចូលមកក្នុងតំបន់សយ៉ាងកក្លឿនគ្មានញញើតអ្វីទាំងអស់ហើយតំបន់សនោះគឺចូលជ្រៅមកក្នុងទឹកដីខ្មែរ
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី17ខែសីហាឆ្នាំ2016កម្លាំងនគរបាលប៉ុស្តិ៍លេខ603ភូមិឡំបានសហការជាមួយនឹងកម្លាំងទីបញ្ជាការយោធាវរៈការពារព្រំដែនលេខ102ចុះពិនិត្យសំណង់រឹងដែលភាគីយួនបានសាងសង់ក្នុងតំបន់សចំណុចប៉ុស្តិ៍សង្កេតការលេខ723របស់យួនជាប់ទៅនឹងប៉ុស្តិ៍លេខ603ក្នុងភូមិឡំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាយខេត្តរតនគិរីគេហទំព័រមនសិការខ្មែរដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈប្រភពពីមន្ត្រីសមត្ថកិច្ចនគរបាលការពារព្រំដែនក្នុងឃុំប៉ក់ញ៉ៃបានឲ្យដឹងថាសំណង់ប៉ុស្តិ៍លេខ723របស់យួននោះត្រូវទាហានយួនសាងសង់នៅតំបន់សតាំងពីថ្ងៃទី24ខែកក្កដាឆ្នាំ2016ដែលពុំមានការឯកភាពពីភាគីខ្មែរឡើយរហូតមកដល់ពេលនេះភាគីយួនបានបន្តសាងសង់យ៉ាងកក្លឿនដោយមិនព្រមទទួលយកសំណើរបស់ភាគីខ្មែរតាមរយៈលិខិតកំណត់ទោសដែលបានផ្ញើទៅរដ្ឋាភិបាលយួននោះទេមន្ត្រីអាជ្ញាធរខេត្តរតនគិរីបានឲ្យដឹងទៀតថាកាលពី2សប្តាហ៍មុនភាគីយួនបានដឹកគ្រឿងសម្ភារៈសំណង់និងគ្រឿងចាក់មកឈូសឆាយទីតាំងសម្រាប់សាងសង់ខ្លងទ្វារថ្មីប៉ុន្តែភាគីខ្មែរបានហាមឃាត់មិនឲ្យសាងសង់នោះទេតាមប្រភពពីមន្ត្រីអាជ្ញាធរខេត្តរតនគិរីបានឲ្យដឹងថាខ្សែព្រំដែនក្នុងស្រុកអូយ៉ាដាយខេត្តរតនគិរីនិងខេត្តយ៉ាឡៃរបស់យួនមានភាពចម្រូងចម្រាសមិនទាន់កំណត់ច្បាស់លាស់ជាក់ស្ដែងបង្គោលព្រំដែនលេខ30នៅចំណុចមុខច្រកទ្វារអន្តរជាតិអូយ៉ាដាយគឺភាគីទាំងពីរបានឯកភាពបោះជាផ្លូវការកាលពីខែធ្នូឆ្នាំ2015ចំណែកបង្គោលព្រំដែនចាប់ពីលេខ30ទៅទល់ទៅនឹងលេខ39គឺពីច្រកអន្តរជាតិអូយ៉ាដាយទៅទល់ទៅនឹងខេត្តមណ្ឌលគិរីភាគីទាំងពីរមិនទាន់ឯកភាពបោះបង្គោលកំណត់ព្រំដែននៅឡើយទេប៉ុន្តែភាគីយួនបានចូលមកសាងសង់ប៉ុស្តិ៍ឈរជើងនិងមានគម្រោងសាងសង់ខ្លងទ្វារនៅច្រកព្រំដែនស្រុកដាក់កើដែលជាការបំពានលើអធិបតេយ្យភាពនិងបូរណភាពទឹកដីខ្មែរយ៉ាងកម្រោលដូច្នេះលោកវ៉ាកំហុងទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនក៏ដូចជារដ្ឋាភិបាលកម្ពុជាគួរពិនិត្យឡើងវិញចំពោះសកម្មភាពរំលោភបំពានពីសំណាក់ភាគីយួនព្រោះកំណត់ទោសរបស់កម្ពុជាមិនត្រូវបានភាគីយួនបើកភ្នែកមើលឡើយតំបន់អភិរក្សព្រៃឈើនៅជួរភ្នំក្រវាញកំពុងរងការកាប់បំផ្លាញលោកអ្នកនាងជាទីមេត្រីក្រឡេកមកឯព័ត៌មានបង្ហាញពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញត្រូវបានគេហទំព័រអាស៊ីសេរីបានចុះផ្សាយឲ្យដឹងថាពលរដ្ឋនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលធ្វើការលើកវិស័យធនធានធម្មជាតិនៅកម្ពុជាអះអាងថាតំបន់អភិរក្សជួរភ្នំក្រវាញដែលជាអតីតដែនជម្រកសត្វព្រៃភ្នំឱរ៉ាកំពុងកើតមានបទល្មើសព្រៃឈើធ្ងន់ធ្ងរមន្ត្រីឧទ្យានុរក្សបរិស្ថានទទួលស្គាល់ថាបទល្មើសព្រៃឈើនៅក្នុងតំបន់អភិរក្សនេះពិតជាកើតមានច្រើនលំបាកនិងទប់ស្កាត់ដោយខ្វះមធ្យោបាយនិងកម្លាំងដើរល្បាតប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនិងការពារសិទ្ធិពលរដ្ឋឲ្យដឹងនៅថ្ងៃទី18ខែសីហាថាបទល្មើសនៅតែបន្តកើតមាននៅក្នុងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ស្រុកឱរ៉ាខេត្តកំពង់ស្ពឺស្រុកថ្មបាំងនិងស្រុកស្រែអំបិលខេត្តកោះកុងប្រធានអង្គការនេះសង្ស័យថាអង្គការខ្លះត្រូវរើជាមួយជំនាញរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានដើម្បីបើកដៃឲ្យមានបទល្មើសគេហទំព័រអាស៊ីសេរីដដែលនេះបានបង្ហាញឲ្យដឹងបន្ថែមទៀតតាមរយៈប្រធានអង្គការទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិលោកជីហ៊ានមានប្រសាសន៍ថាក្រុមឈ្មួញឬជនល្មើសបានជួលរទេះគោយន្តដើម្បីជញ្ជូនឈើចេញពីក្នុងព្រៃទៅកាន់ផ្លូវជាតិនានាឬតំបន់វាលដែលអាចឲ្យរថយន្តធុនធំដឹកបន្តចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកទាន់ហន់និងច្រកភ្នំដិនខេត្តតាកែវនៅថ្ងៃទី23ខែសីហាលោកថានឹងចុះល្បាតតាមតំបន់ដែលធ្លាប់មានបទល្មើសជាថ្មីទៀតលោកបន្ថែមថាអូសៀនជាតិជួរភ្នំក្រវាញដែលលាតសន្ធឹងជាប់ខេត្តកំពង់ស្ពឺពោធិ៍សាត់និងខេត្តកោះកុងមានការកាប់បំផ្លាញខ្លាំងជាងគេគឺនៅចំណុចម៉ាំងរលៀងអូលហុងច្រេះនិងចំណុចស្រងាំជ្រុំលោកសង្ស័យថាអង្គការ YS និង CI ដែលធ្វើការជាមួយនឹងមន្ត្រីជំនាញអ្នកបើកដៃឲ្យជនល្មើសព្រោះកន្លងទៅបង្ក្រាបបានតែបទល្មើសតូចតាចតែបទល្មើសធំមិនដែលបង្ក្រាបបាននោះទេពលរដ្ឋម្នាក់រស់នៅក្នុងស្រុកឱរ៉ាខេត្តកំពង់ស្ពឺដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះឲ្យដឹងថារទេះគោយន្តដឹកឈើធ្នង់3នាងនួននិងប្រភេទឈើចម្រុះសម្រាប់សង់ផ្ទះយ៉ាងតិច13គ្រឿងក្នុងមួយយប់បានបើកចេញពីតំបន់អូត្រាវទឹកក្រហមនៅជួរភ្នំក្រវាញមកទម្លាក់ឈើដាក់ឡានធំនៅចំណុចស្ពានដែកនៃឃុំត្រពាំងជោស្រុកឱរ៉ាមិនដែលលួសថ្ងៃណាមួយនោះឡើយប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃមកនេះមានសកម្មភាពស្ងប់ស្ងាត់បន្ទាប់ពីមន្ត្រីនាយកដ្ឋាននៃក្រសួងបរិស្ថានសហការជាមួយនឹងអ្នកពាក់ព័ន្ធចុះបង្ក្រាបកាលពីសប្តាហ៍មុន
រាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានបានចេញអនុក្រឹត្យចុះថ្ងៃទី9 ខែឧសភាឆ្នាំ2016សម្រាប់បង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាលដែលមានផ្ទៃដីទំហំជាង 400,000 ហិកតាតំបន់អភិរក្សជួរភ្នំក្រវាញនេះស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់និងខេត្តកំពង់ស្ពឺអាមេរិកប្រាប់ចិនកុំឲ្យភ័យរឿងប្រព័ន្ធការពារមីស៊ីលនៅកូរ៉េខាងត្បូងងាកមកឯព័ត៌មានអន្តរជាតិពីគេហទំព័រថ្មីៗបានចុះផ្សាយឲ្យដឹងថាមេបញ្ជាការកងទ័ពជើងគោកអាមេរិកបានទៅបញ្ចុះបញ្ចូលចិនកុំឲ្យមានការព្រួយបារម្ភចំពោះការពង្រាយប្រព័ន្ធការពារមីស៊ីលថាតនៅកូរ៉េខាងត្បូងចិនដែលមិនសប្បាយចិត្តទៅនឹងការពង្រាយខែលការពារនេះតែងតែទាមទារឲ្យក្រុងសេអ៊ូលនិងក្រុងវ៉ាស៊ីនតោនលុបចោលគម្រោងពង្រាយនេះតែអាមេរិកអះអាងថាខែលការពារនេះគឺសម្ដេចកូរ៉េខាងជើងមិនមែនគំរាមចិនឡើយគេហទំព័រថ្មីៗដដែលនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតតាមរយៈមន្ត្រីយោធាជាន់ខ្ពស់អាមេរិកបាននិយាយនៅថ្ងៃទី16 ខែសីហាថាការសម្រេចចិត្តរបស់អាមេរិកនិងកូរ៉េខាងត្បូងក្នុងការពង្រាយខែលការពារមីស៊ីលគឺដើម្បីការពារការគំរាមកំហែងពីកូរ៉េខាងជើងនិងមិនមែនសម្ដេចចិនឡើយផែនការពង្រាយខែលការពារនេះធ្វើឲ្យចិនខឹងសម្បារយ៉ាងខ្លាំងប៉ុន្តែជារឿយៗនោះអាមេរិកក៏តែងតែចេញមករំងាប់កំហឹងរបស់ក្រុងប៉េកាំងលើការពង្រាយខែលការពារនេះប៉ុន្តែកន្លងមកក្រុងប៉េកាំងមិនសូវជាស្ងប់ចិត្តនឹងការបកស្រាយនេះប៉ុន្មានឡើយដែលលើកឡើងថាប៉ះពាល់ដល់ផលប្រយោជន៍ចិនសេចក្តីប្រកាសព័ត៌មានដដែលបន្តថាមេតបអាមេរិកក៏បានលើកឡើងពីបំណងរក្សាប្រព័ន្ធទំនាក់ទំនងរវាងកងទ័ពទាំងពីរដើម្បីកាត់បន្ថយការប្រឈមមុខទៅនឹងការដោះស្រាយភាពខុសគ្នាមេតបអាមេរិកថែមទាំងលើកឡើងពីការបដិញ្ញាចិត្តក្នុងការគោរពច្បាប់បញ្ញត្តិអន្តរជាតិនានានិងបានលើកទឹកចិត្តឲ្យភាគីចិនធ្វើតាមដូចគ្នាដែរសម្ដៅកាត់បន្ថយភាពតានតឹងក្នុងតំបន់សារព័ត៌មាន Reuters ផ្សាយថាមេតបចិនក៏ឆ្លើយតបទៅនឹងការលើកឡើងរបស់សមាភាគីអាមេរិកដែលលោកនិយាយថាបញ្ហាទាំងអស់រួមទាំងបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាកោះតៃវ៉ាន់ផងនោះសុទ្ធតែជាកង្វល់របស់ក្រុងប៉េកាំងហើយដែលអាមេរិកត្រូវយកចិត្តទុកដាក់និងរកដំណោះស្រាយឲ្យសមស្របលោកលីជូឆេងបន្តថាទីហ៊ានប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការជាមួយគ្នាដោះស្រាយជម្លោះឲ្យបានល្អរួមទាំងគ្រប់គ្រងការប្រឈមផងដែរលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់ក្រុមការងារនាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរ៉ូស្ម៉ារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា